លោកគ្រូនិមន្តតាផ្លូវនេះវិញមកលោកគ្រូលោកគ្រូមកចោលលោកគ្រូ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 កន្លែងនេះសិនហើយយ៉ាលោកគ្រូ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 យ៉ាងម៉េចទៅហើយលោកគ្រូលោកគ្រូលោកគ្រូមកពីយើងដាច់ចង្ហាន់បានជាគ្រូវិលមុខណាយើងធ្វើដំណើរផ្លូវឆ្ងាយស្បៀងអាហារតែងតែខ្វះអញ្ចឹងហើយតែបើសិនជាសិស្សច្បងនៅប្រហែលជាកុំចេះតែនិយាយរឿងសិស្សច្បងនោះមិនដឹងជាគេទៅសប្បាយដល់ថ្នាក់ទេសិស្សច្បងទី2ឥឡូវទៅរកចង្ហាន់មកប្រទានលោកគ្រូភ្លាមទៅមិនអីទេបើអញ្ចឹងលោកគ្រូទុកចិត្តលើខ្ញុំកណាចុះខ្ញុំកណាទៅរកចង្ហាន់បកើលោកគ្រូសិស្សច្បងទី2ទៅរកចង្ហាន់ហើយលោកគ្រូសម្រាប់ចុះ